ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកតនៅចំណុចមេរៀនយើងថ្មីបន្ថែមទៀតគឺតកតងទៅនឹងneuron ដែលមេរៀនហ្នឹងគឺនៅក្នុងមេរៀនទី1ដដែលគឺតកតងនឹងតម្រឹងប្រសាទអញ្ចឹងគឺយើងស្គាល់ neuron អត់ថ្ងៃនេះគឺយើងរៀនអំពី neuron តោះអញ្ចឹងនេះគឺជារូបគុំរបស់ប្រព័ន្ធប្រសាទរបស់យើងដែលយើងបានរៀនពីថ្ងៃមុនគឺយើងមានមជ្ឈមណ្ឌលប្រសាទហើយនិងបរិមណ្ឌលប្រសាទហើយនឹងនីតិរបស់ប្រព័ន្ធប្រសាទទៀតអញ្ចឹងមានន័យថាប្រព័ន្ធប្រសាទរបស់យើងវាមានតួនាទីជាអ្នកទទួលព័ត៌មានឆ្លើយតបហើយនឹងលំហែរសារថេរលំដឹងអញ្ចឹងគឺយើងចង់ដឹងថាតើនរណាគេដែលវាមានតួនាទីជាអ្នកដឹកនាំព័ត៌មានទៅពីពេញសារពាង្គកាយរបស់យើងគឺជា neuron នេះគឺជា neuron អញ្ចឹង neuron វាគឺជាភាសាបច្ចេកទេសបើជាខេមរៈភាសារបស់យើងគេហៅថាកោសិកាប្រសាទណាហៅថាកោសិកាប្រសាទដែលកោសិកាប្រសាទឬក៏ neuron ហ្នឹងគឺវាមានតួនាទីជាអ្នកដឹកនាំព័ត៌មានពីពេញសារពាង្គកាយរបស់យើងអញ្ចឹងមានន័យថានៅក្នុងសារពាង្គកាយរបស់យើងដែលយើងអាចទទួលបានព័ត៌មានដោយតាមរយៈស្បែកតាមរយៈអីហ្នឹងគឺដោយសារតែនៅក្នុងស្បែកនៅក្នុងសរីរវិញ្ញាណរបស់យើងវាមានផ្ទុកនៅរូបវិញ្ញាណនាំដែលអាចឲ្យយើងដឹកនាំព័ត៌មានទៅពីពេញសារពាង្គកាយរបស់យើងអញ្ចឹងគ្នាយើងស្គាល់ណាគឺយើងអាចទទួលបានព័ត៌មានហើយអ្នកដឹកនាំព័ត៌មានទៅកាន់ខួរក្បាលឲ្យខួរក្បាលបកស្រាយគឺជា neuron ណាគឺជា neuron អូខេអញ្ចឹងបន្ទាប់ពីគ្នាយើងបានស្គាល់អំពីគេហៅថា neuron ជាអ្វីទៅអត់អញ្ចឹងគ្នាយើងអាចមកមើលតកតងទៅនឹងរូបគុំរបស់ neuron នេះគឺជារូបគុំរបស់ neuron ដែលលោកគ្រូបានគូអញ្ចឹងរូបគុំរបស់ neuron គឺវាបែងចែកជា3ផ្នែកធំៗគឺមានដង់ទ្រីបតួកោសិកាហើយនិងអាក់សូនអញ្ចឹងចំពោះដង់ទ្រីបវាគឺជាបន្លយនេះគឺជាបន្លយដែលបែកចេញពីតួកោសិកានេះគឺជាតួកោសិកានេះជាដង់ទ្រីបអញ្ចឹងវាជាបន្លយដែលបែកចេញពីតួកោសិកាដែលវាមានតួនាទីជាអ្នកទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណថាមជ្ឈដ្ឋានខាងក្រៅហើយដឹកនាំតាមរយៈដង់ទ្រីបមកកាន់តួកោសិកាអានឹងគឺជានីតិរបស់ដង់ទ្រីបដល់ពេលតួកោសិកានេះតួកោសិកាអញ្ចឹងតួកោសិកាវាគឺជាផ្នែកមួយដែលធំជាងគេរបស់ neuron ណាតួកោសិកាវាគឺជាផ្នែកមួយដែលធំជាងគេរបស់ neuron ដែលវាមានផ្ទុកធាតុកោសិកាដែលធាតុកោសិកាហ្នឹងគឺវាមានណវ៉ៃយ៉ូមីកូខុងទ្រីប្រដាប់កុងស៊ីសារជាតិមីនហើយនិង neuron fibril អញ្ចឹងគ្នាយើងស្គាល់មីកូខុងទ្រីអត់ដែលឮមីកូខុងទ្រីអត់គ្នាយើងដែលថាមីកូខុងទ្រីពេលខ្លះវាមាននៅក្នុងសាច់ដុំវាមាននៅក្នុងកោសិកាផ្សេងប៉ុន្តែហេតុអីបានជាមីកូខុងទ្រីវាក៏មាននៅក្នុងកោសិកាប្រសាទហៅថា neuron ដែលមីកូខុងទ្រីនឹងវាជាកោសិកាមួយដែលវាមានតួនាទីជាអ្នកផលិតថាមពលផ្ដល់ថាមពលទៅដល់ឲ្យកោសិកាប្រសាទរបស់យើងគ្នាយើងដែលចាប់អារម្មណ៍អត់ពេលដែលគ្នាយើងគេងបានគ្រប់គេងបានឆ្អែតឬក៏គេបានគ្រប់គ្រាន់មានគ្នាយើងភ្ញាក់មកមានអារម្មណ៍ថាវល់មុខធីងធំអីជាដើមគឺដោយសារតែកោសិកាមីកូខុងទ្រីនៅក្នុងកោសិកាប្រសាទរបស់យើងគឺវាមានបរិមាណតិចជាងកាលណាដែលវាមានបរិមាណតិចគឺវាបណ្ដាលឲ្យយើងបាត់បង់ថាមពលអញ្ចឹងយើងភ្ញាក់មកវាអារម្មណ៍អត់ល្អប៉ុន្តែថ្ងៃណាដែលយើងគេងបានគ្រប់គ្រាន់មានន័យថាបរិមាណមីកូខុងទ្រីមានច្រើននៅក្នុងកោសិកាប្រសាទគឺយើងភ្ញាក់មកគេថាញញឹមឬក៏ស្រស់ស្រាយមានកម្លាំងថាមពលមកគឺអាហ្នឹងដោយសារតែតួនាទីរបស់មីកូខុងទ្រីដែលស្ថិតនៅក្នុងតួកោសិការបស់ neuron ផងដែរហើយចំពោះបន្តមកទៀតគឺអាក់សូនណាអាក់សូននេះអាក់សូនអញ្ចឹងអាក់សូនហើយនឹងចុងអាក់សូនប៉ុន្តែអាក់សូនហើយចុងអាក់សូនគឺយើងរាប់យកតាមមួយហើយចុងអាក់សូននេះគេអាចហៅស្នែងអាក់សូនក៏បានដែរណាគ្នាយើងចង់ហៅមួយណាក៏បានដែរអញ្ចឹងចំពោះអាក់សូននេះវាគឺជាបន្លយដែលបែកចេញពីតួកោសិកាដែលតួនាទីចម្បងរបស់វាគឺវាមានតួនាទីជាអ្នកដឹកនាំព័ត៌មានពីណាពីតួកោសិកាទៅកាន់ចុងអាសូនអានឹងគឺជានីតិរបស់អាសូនណាហើយនៅក្នុងអាសូនហ្នឹងគឺអាសូនគឺវាបង្កឡើងមកពីកោសិកា2វាបង្កឡើងមកពីសារធាតុកោសិកា2ទី1គឺកោសិកាស្វ័នហើយនឹងកោសិកាមីយេលីនគឺកោសិកាស្វ័នហ្នឹងគឺវាផលិតចេញមកពីកោសិកាពិសេសគឺឈ្មោះវាកោសិកាស្វ័ននឹងតែម្ដងដល់ពេលកោសិកាមីយេលីនហ្នឹងគឺជា
កោសិកាមួយដែលវាបង្កឡើងមកពី lipid ហើយនឹង phosphor ដែលវាមានតួនាទីផ្ដល់គេហៅថាជាតិពណ៌សទៅដល់អាក់ហ្សូនណាទៅដល់អាក់ហ្សូនហើយ myelin នឹងមាននទីអីគេ myelin នឹងវាមាននទីនេះអានេះគឺ myelin នេះគេហៅថា myelin ចឹង myelin នឹងវាមាននទីស្រោបណាវាមាននទីស្រោបទៅលើអាក់ហ្សូនគេហៅថាហើយវាមានតួនាទីជាផ្ដល់ជាតិពណ៌សទៅដល់អាក់ហ្សូននឹងតែម្ដងណាហើយអានេះគឺជានៅកន្លែងចុងអាក់សូននេះដែលវាមានតំបន់មួយដែលមានគេហៅលំហទាំងសងខាងវាមានចំណុចមួយគេហៅថាថ្នាំងរងវាយណាគេហៅថ្នាំងរងវាយអញ្ចឹងចំពោះថ្នាំងរងវាយនេះគឺវាស្ថិតនៅលំហនៅចន្លោះនេះតំបន់រវាងអាក់សូនមួយទៅអាក់សូនមួយដែលថ្នាំងរងវាយនេះគឺវាមានតួនាទីជាអ្នកធ្វើឲ្យអង្គភ្លុតប្រសាទមានគេហៅថាដំណើរលឿនតាមបណ្ដោយអាក់សូនទៅដល់ចុងអាក់សូននៅល្បឿន120ម៉ែត្រនៅក្នុង1វិនាទីអញ្ចឹងបើសិនជាអាក់សូននោះអត់មានថ្នាំងរងវាយចាំមានតែអង្គភ្លុតប្រសាទអស់ជាងក៏អាចឆ្លងកាត់អាក់សូនមួយទៅអាក់សូនមួយនឹងបានដែរអញ្ចឹងសរុបមកគឺថ្នាំងរងវាយវាគឺជាតំបន់ដែលវាមានតួនាទីឲ្យអង្គភ្លុតប្រសាទនឹងធ្វើដំណើរលឿនតាមរយៈគេហៅថាតាមរយៈneuron ពីតួកោសិកាទៅកាន់អាក់សូនរហូតដល់ចុងអាក់សូននៅល្បឿន120ម៉ែត្រនៅក្នុង1វិនាទីណាអូខេអញ្ចឹងយើងបន្តមកចំណុចបន្ទាប់ទៀតគឺតកតងទៅនឹងផ្អែកទៅលើប្រភេទផ្សេងៗរបស់ neuron អញ្ចឹងផ្អែកទៅលើប្រភេទផ្សេងៗរបស់ neuron គឺគេបែងចែកវាជា3ប្រភេទតើអញ្ចឹងបែងចែកទៅ3ប្រភេទហ្នឹងមានអីគេខ្លះតើគ្នាយើងមកមើលជាមួយលោកគ្រូទី1គឺពាក់ព័ន្ធទៅនឹងបន្លយស៊ីតូផ្លាសអញ្ចឹងពាក់ព័ន្ធទៅនឹងបន្លយស៊ីតូផ្លាសរបស់ neuron ហ្នឹងគឺគេបែងចែក neuron ជា3ប្រភេទគឺមាន neuron ឯកពលមាន neuron ទ្វេពលហើយនិង neuron ពហុពលជាដើមណាមាន neuron ពហុពលជាដើមអញ្ចឹងគ្នាយើងមកមើលតើអញ្ចឹងគ្នាយើងមើលមកចំណោមរូបភាពនេះទាំង3នេះដែលលោកគ្រូគូសណាមើលរូបភាពទាំង3នេះមើលក្នុងរូបភាពទាំង3ហ្នឹងអញ្ចឹងនៅក្នុងរូបភាពទាំង3ហ្នឹងគឺវាមាន neuron ខ្លះជា neuron ឯកពល neuron ទ្វេពលហើយនឹងជា neuron ពហុពលអញ្ចឹង neuron ឯកពលវាគឺជា neuron ដែលមានបន្លយស៊ីតូផ្លាសមួយបែកចេញពីតួកោសិកាជាងនឹងគេហៅវាថា neuron ឯកពលដល់ពេល neuron ទ្វេពលគេហៅថាវាគឺជា neuron ដែលមានបន្លយស៊ីតូផ្លាស2បែកចេញពីតួកោសិកាណានឹងគេហៅ neuron ទ្វេពលដល់ពេល neuron ពហុពលមានន័យថាវាគឺជា neuron ដែលមានបន្លយស៊ីតូផ្លាសជាច្រើនបែកចេញពីតួកោសិកាណាបែកចេញពីតួកោសិកាតើអញ្ចឹងគ្នាយើងលោកគ្រូនឹងតែប្រើតារូបរាង neuron ឯកពលទ្វេពលពហុពលមួយតោះមកមើលនៅរូបភាពលើក្រាហ្វិកជាមួយលោកគ្រូអញ្ចឹងរូបភាពទី1នេះគឺជា neuron ឯកពលអញ្ចឹង neuron ឯកពលវាគឺជា neuron ដែលមានបន្លយស៊ីតូផ្លាសបែកចេញពីតួកោសិកាមួយអញ្ចឹងគ្នាយើងអាចមើលនេះគឺជាតួកោសិការបស់ neuron ណាជាតួកោសិការបស់ neuron ហើយនេះគឺជាបន្លយណាគ្នាយើងនេះជាបន្លយអញ្ចឹងវាជាបន្លយគេគឺបន្លយស៊ីតូផ្លាសណាវាជាបន្លយស៊ីតូផ្លាសអញ្ចឹងវាមានបន្លយស៊ីតូផ្លាសប៉ុន្មានគឺ1នេះគ្នាយើង1ហើយនេះគឺតួកោសិកានេះគឺអាក់សូនណាអាក់សូនហើយនេះគឺដងទ្រីបហើយនឹងចុងអាក់សូនណាចុងអាក់សូនតើណានេះហៅថាneuron ឯកពលដល់ពេល neuron ពហុពលអញ្ចឹងគ្នាយើងមើលនេះរូបភាពទី2នេះគឺជា neuron ពហុពលណា neuron ពហុពលនេះគឺជា neuron សំទោសគឺ neuron ទ្វេពលណាជា neuron ទ្វេពលអូខេចឹងនេះជា neuron ទ្វេពលអញ្ចឹង neuron ទ្វេពលវាគឺជា neuron ដែលវាមានបន្លយស៊ីតូផ្លាស2ដែលបែកចេញពីតួកោសិកាអញ្ចឹងអានេះគឺជាអីអានេះជាតួកោសិកាណានេះជាតួកោសិកាអញ្ចឹងវាជាតួកោសិកានេះគឺជាបន្លយអញ្ចឹងបន្លយវាមានប៉ុន្មានមាន1មាន2អញ្ចឹងអូខេអានឹងគឺជាបន្លយស៊ីតូផ្លាសណាវាជាបន្លយស៊ីតូផ្លាសបែកចេញពីតួកោសិកាមែនដល់តែ2អញ្ចឹងគេហៅវាថាជា neuron ទ្វេពលអូខេហើយដល់ពេលនេះគឺជា neuron ចុងក្រោយគឺ neuron ពហុពលណាវាជា neuron ពហុពលអញ្ចឹង neuron ពហុពលមិនចឹង neuron ពហុពលនេះគឺវាជា neuron ដែលវាមានបន្លយស៊ីតូផ្លាសបែកចេញពីតួកោសិកាច្រើនអញ្ចឹងគ្នាយើងអាចមើលរូបភាពបានអានេះគឺជាដងទ្រីបអញ្ចឹងនេះគឺជាបន្លយស៊ីតូផ្លាសអញ្ចឹងបន្លយវាមាន1 2 3 4 5 6អញ្ចឹងវាមានបន្លយដល់6ហើយ
ដែលបែកចេញពីតួកោសិកាហើយដល់ពេលនេះគឺអហ្សូនហូតដល់ចុងអហ្សូនអញ្ចឹងនេះគឺជាពាក់ព័ន្ធទៅនឹងរូបគុំរបស់neuron ដែលផ្អែកទៅលើពន្លយ cytoplasm ដែលវាមាន neuron 3ប្រភេទគឺមាន neuron ឯកពល neuron ទ្វេពលហើយនិង neuron ពហុពលអញ្ចឹងយើងមិនយើងស្គាល់ពីពាក់ព័ន្ធទៅនឹងពន្លយដល់ពេលពាក់ព័ន្ធនីតិក៏គេបែងចែក neuron ជា3ប្រភេទដែរអញ្ចឹងពាក់ព័ន្ធទៅនឹងនីតិគេបែងចែក neuron ជា3ប្រភេទគឺទី1គឺ neuron វិញ្ញាណនាំ neuron ភ្ជាប់ឬក៏អន្តរ neuron និង neuron ចលករអញ្ចឹង neuron ភ្ជាប់វាមាននីតិដូចម្ដេចហើយ neuron វិញ្ញាណនាំមាននីតិដូចម្ដេច neuron ចលករមាននីតិដូចម្ដេចអញ្ចឹងចំពោះ neuron វិញ្ញាណនាំវាគឺជា neuron មួយដែលវាមាននីតិជាអ្នកនាំព័ត៌មានពីសរីរាង្គវិញ្ញាណបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រសាទអញ្ចឹងមានន័យថា neuron វិញ្ញាណនាំរបស់យើងគឺវាស្ថិតនៅក្នុងសរីរាង្គវិញ្ញាណនៅក្នុងធ្មូលវិញ្ញាណដែលវាមាននីតិជាអ្នកចាប់យកអង្គប្រសាទពីមជ្ឈដ្ឋានខាងក្រៅហើយត្រូវបានដឹកនាំទៅកាន់មជ្ឈមណ្ឌលប្រសាទដែលឆ្លងកាត់ខួរឆ្អឹងខ្នងទៅកាន់ខួរក្បាលដល់ពេល neuron ភ្ជាប់ឬក៏អន្តរ neuron ហ្នឹងគឺវាមានតួនាទីជាអ្នកភ្ជាប់ពី neuron មួយទៅកាន់ neuron មួយផ្សេងទៀតពី neuron មួយទៅ neuron មួយផ្សេងទៀតមានថាវាភ្ជាប់សម្រាប់ឲ្យអង្គប្រសាទឆ្លងកាត់ពី neuron វិញ្ញាណនាំទៅកាន់ neuron ចលករដែលនៅក្នុងគេហៅថាខួរក្បាលណាដល់ពេល neuron ចលករអញ្ចឹង neuron ចលករគឺវាមានតួនាទីជាអ្នកនាំព័ត៌មានដែលបានបកស្រាយរួចពីខួរក្បាលហ្នឹងពីមជ្ឈមណ្ឌលប្រសាទបញ្ជូនទៅកាន់សរីរាង្គបដកម្មដែលមានក្រពេញហើយនឹងសាច់ដុំដើម្បីធ្វើការឆ្លើយតបជាមួយនឹងរំញោចដែលយើងបានទទួលបានពីមជ្ឈដ្ឋានខាងក្រៅអញ្ចឹងចំពោះវីដេអូនៅក្នុងមេរៀនថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេលោកគ្រូសូមអរគុណសូមជម្រាបលា